ta số đây bong ponទាំងអស់គ្នាហ្នឹងហើយបងប្អូនទាំងអស់គ្នាខ្ញុំខានធ្វើវីដេអូយូរហើយណាចឹងថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញតើអ្នកដឹកនាំដែលមានតម្លៃគឺជាអ្នកដឹកនាំដើរទៅលើចំណុចណាខ្លះហើយតើមានចំណុចណាខ្លះដើម្បីឲ្យคล้ายខ្លួនទៅជាអ្នកដឹកនាំដែលមានគុណតម្លៃចឹងនៅកន្លែងនេះគឺខ្ញុំសូមលើកឡើងមកតែ7ចំណុចទេព្រោះ7ចំណុចហ្នឹងគឺខ្ញុំចាប់យកមកចំណុចណាដែលគិតថាសំខាន់ប៉ុន្តែនៅក្នុងភាពជាអ្នកដឹកនាំដែលមានគុណតម្លៃហ្នឹងគឺមានចំណុចជាច្រើនសុទ្ធតែជាចំណុចសំខាន់ប៉ុន្តែខ្ញុំសូមលើកឡើងយកមក7ចំណុចធ្វើការបង្ហាញបងប្អូនឲ្យបានយល់ទាំងអស់គ្នាសិនតើអ្នកដឹកនាំដែលមានគុណតម្លៃហ្នឹងគឺមានចំណុចអីខ្លះនៅក្នុងហ្នឹងណាអញ្ចឹងជាដំបូងខ្ញុំអត់តធ្វើការបង្ហាញ7ចំណុចហ្នឹងទេគឺខ្ញុំសូមទៅនិយាយអំពីខ្លឹមសារខ្លីៗទីសិនណាអញ្ចឹងទី1ខ្ញុំចង់និយាយអំពីអ្នកដឹកនាំដែលមានគុណតម្លៃអត្ថន័យរបស់វាគឺជាបុគ្គលដែលដឹកនាំដោយផ្អែកលើគុណធម៌សិលធម៌និងគោលការណ៍ណែនាំច្បាស់លាស់គាត់មិនគិតត្រឹមការរកប្រាក់ចំណេញប៉ុណ្ណោះទេប៉ុន្តែបុគ្គលហ្នឹងគិតទៅដល់សុភមង្គលនិងសិទ្ធិរបស់អ្នកដទៃផងដែរណាអញ្ចឹងមានន័យថាអ្នកដឹកនាំដែលមានគុណតម្លៃគឺគាត់មិនដឹកនាំដើម្បីតែស្វែងរកប្រាក់ចំណេញទេគឺគាត់ដឹកនាំយ៉ាងម៉េចឲ្យក្រុមការងាររបស់គាត់រស់នៅក្រោមដំបូលរបស់គាត់រស់នៅក្រោមការដឹកនាំរបស់គាត់គឺគិតពីសុភមង្គលដល់ពួកគាត់ផងណាហើយនឹងផ្ដល់សិទ្ធិដល់ពួកគាត់ទាំងអស់គ្នាណាអាហ្នឹងហើយគេហៅថាអ្នកដឹកនាំដែលមានគុណតម្លៃណាហើយដើម្បីយើងខ្លាចជាអ្នកដឹកនាំដែលមានគុណតម្លៃបានតើយើងត្រូវធ្វើយ៉ាងម៉េចជាដំបូងយើងត្រូវដឹងថាខ្លួនយើងនេះមានអត្តចរិតឬក៏រៀបចំរបៀបរបបខ្លួនយើងរៀបចំតុបតែងខ្លួនយើងនេះអាចខ្លាចជាអ្នកដឹកនាំបានហើយឬនៅណាអាចខ្លាចជាអ្នកដឹកនាំបានហើយឬនៅបើយើងមិនតន់រៀបចំខ្លួនយើងឲ្យខ្លាចជាអ្នកដឹកនាំបានទេគឺយើងក៏មិនតន់ខ្លាចជាអ្នកដឹកនាំដែលមានគុណតម្លៃដែរអញ្ចឹងដើម្បីខ្លាចជាអ្នកដឹកនាំមានគុណតម្លៃជាដំបូងយើងត្រូវតែដឹកនាំខ្លួនឯងជាមុនសិនបន្ទាប់មកចាប់ផ្ដើមធ្វើការដឹកនាំបុគ្គលិករបស់ខ្លួនណាបន្ទាប់មកចាំយើងនៅពេលដែលយើងដឹកនាំខ្លួនឯងបានហើយយើងចាប់ផ្ដើមដឹកនាំបុគ្គលិករបស់ខ្លួនដើម្បីដឹកនាំបន្តទៀតហើយនៅពេលដែលយើងដឹកនាំបុគ្គលិករបស់ខ្លួនបានហើយបន្តទៀតយើងត្រូវដឹកនាំណាដឹកនាំក្រុមការងារនៅក្នុងស្ថាប័នមួយណាយើងចាប់ផ្ដើមធ្វើការអភិវឌ្ឍខ្លួនដឹកនាំក្រុមការងារនៅស្ថាប័នមួយជាចុងក្រោយយើងដឹកនាំថៅកែឬក៏ម្ចាស់ពាហនដែលកិច្ចការទាំងនេះទាមទារឲ្យយើងមានសិល្បៈនៃការដឹកនាំបើយើងអាចនិយាយបានគឺអត់មានរូបមន្តទេអត់មានរូបមន្តទេប៉ុន្តែយើងមានជាទិសដីណាមានតែទិសដីវាជាសិល្បៈក្នុងការដឹកនាំណាអញ្ចឹងអ្នកណាក៏អាចខ្លាចជាអ្នកដឹកនាំបានដែរណាប៉ុន្តែមុននឹងខ្លាចជាអ្នកដឹកនាំបានគឺក្នុងខ្លួនយើងត្រូវតែដឹកនាំខ្លួនឯងឲ្យបានជាមុនសិនណាអញ្ចឹងខ្ញុំសូមបកស្រាយតែប៉ុណ្្នឹងឥឡូវខ្ញុំសូមចូលទៅចំណុចទីតាម7ចំណុចដើម្បីអ្នកដឹកនាំដែលមានគុណតម្លៃបានណាអញ្ចឹងដើម្បីខ្លាចជាអ្នកដឹកនាំដែលមានគុណតម្លៃខ្ញុំនឹងធ្វើការរៀបរាប់ទាំង7ចំណុចហ្នឹងណាចំណុចទី1គឺយើងនិយាយអំពីការប្រកបដោយសុចរិតភាពអញ្ចឹងមានន័យថាអ្នកដឹកនាំគឺជាអ្នកដឹកនាំដែលប្រកបដោយមានសុចរិតភាពគឺមានភាពត្រឹមត្រូវស្មោះត្រង់និងអាចទុកចិត្តបានណាអញ្ចឹងមានថាអ្នកដឹកនាំហ្នឹងគឺគាត់មានភាពស្មោះត្រង់ក្នុងខ្លួនណាហើយមិនលំអៀងណាហើយជាបុគ្គលម្នាក់ដែលក្រុមការងារមើលទៅអាចជាបុគ្គលដែលអាចទុកចិត្តបានណាគឺគាត់1ដឹង1 2ដឹង2 3ដឹង3ណាមិនមែន1ទៅ2 2ទៅ3ទេណាគឺអ្នកដឹកនាំគឺជាបុគ្គលដែលមានភាពត្រឹមត្រូវស្មោះត្រង់និងអាចទុកចិត្តបានណាអញ្ចឹងបងប្អូនយល់ហើយចំណុចទី1ហ្នឹងហើយចំណុចបន្ទាប់គឺចំណុចទី2គឺយើងនិយាយអំពីការគ្រប់គ្រងអ្នកដទៃណាការគ្រប់គ្រងអ្នកដទៃអ្នកដឹកនាំច្រឡំណាមិនមែនការគ្រប់គ្រងទេយើងនិយាយពីចំណុចទី2យើងនិយាយអំពីការគោរពអ្នកដទៃណាសុំកែប្រែទេណាការគោរពអ្នកដទៃណាចំណុចទី2គឺយើងនិយាយអំពីការគោរពអ្នកដទៃណាអញ្ចឹងអ្នកដឹកនាំនេះគឺជាបុគ្គលដែលធ្វើការដោយគោរពអ្នកដទៃទៅវិញទៅមកមិនរអើមនឹងទទួលស្គាល់តម្លៃរបស់មនុស្សគ្រប់រូបអញ្ចឹងមានន័យថាអ្នកដឹកនាំហ្នឹងគឺជាមនុស្សម្នាក់
ដែលមិនអត់កតោមមិនវាយរឹកមិនវាយពេលថាខ្លួនឯងជាអ្នកដឹកនាំមិនដើរបិណ្ឌត្រង់ទេបើយើងនិយាយចំទៅណាគឺជាបុគ្គលមួយដែលចេះគ្រប់គ្នាទៅវិញទៅមកហើយមិនរើសអើងនឹងទទួលស្គាល់តម្លៃរបស់មនុស្សគ្រប់រូបគឺពួកគាត់នឹងគឺជាមនុស្សដែលចេះឲ្យតម្លៃក្រុមការងារណាអ្នកណែស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ឬក៏ឲ្យតម្លៃទៅជាឲ្យតម្លៃទៅមនុស្សជុំវិញខ្លួននេះដែលស្ថិតដែលឲ្យតម្លៃមនុស្សជុំវិញខ្លួនគឺយើងនិយាយថាសង្គមជុំវិញខ្លួនណាអាហ្នឹងឯងថាការគោរពអ្នកដទៃគាត់មិនរើសអើងគាត់មិនអង្គថាគាត់ជាអ្នកគ្រប់គ្រងអីមិនគាត់មិនអើបគាត់មិនឆ្មាំងឆ្មៃមិនអីទាំងអស់ណាអាហ្នឹងឯងគេថាការគោរពអ្នកដទៃណាអញ្ចឹងចំណុចបន្ទាប់គឺយើងនិយាយអំពីចំណុចទី3ការទទួលខុសត្រូវណាការទទួលខុសត្រូវយើងទៅដឹងថាអ្នកដឹកនាំគឺជាបុគ្គលម្នាក់ដែលមានការទទួលខុសត្រូវណាគឺទទួលស្គាល់កំហុសនឹងការសម្រេចចិត្តរបស់ខ្លួនដោយមិនបោះបង់បន្ទុកហ្នឹងទៅអ្នកដទៃអញ្ចឹងមានន័យថាអ្នកដឹកនាំហ្នឹងនៅពេលដែលគាត់ធ្វើអ្វីខុសឬក៏មានកំហុសណាមួយណាអញ្ចឹងគាត់មិនទម្លាក់កំហុសហ្នឹងទៅអ្នកដទៃទេណាហើយក៏មិនរុញច្រានកំហុសហ្នឹងទៅឲ្យអ្នកនេះទៅឲ្យអ្នកនោះដែរព្រោះអីគាត់ជាបុគ្គលម្នាក់ដែលមានការទទួលខុសត្រូវខ្ពស់ណាទទួលខុសត្រូវខ្ពស់ការងារគាត់ធ្វើខុសគឺគាត់អ្នកទទួលខុសកំហុសមិនថាឡើយកំហុសរបស់គាត់ទេសូម្បីតែកំហុសក្រុមការងាររបស់គាត់សូម្បីតែកំហុសក្រុមការងាររបស់គាត់ក៏គាត់ទទួលស្គាល់ដែរព្រោះអីក្រុមការងាររបស់គាត់គឺជាអ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់អញ្ចឹងគាត់នៅតែទទួលស្គាល់កំហុសនឹងដដែលណាគឺគាត់ហ៊ានប្រឈមមុខគ្រប់បែបយ៉ាងទាំងអស់អាហ្នឹងគេថាការទទួលខុសត្រូវខ្ពស់ចំណុចទី3ហ្នឹងក៏សំខាន់ដែរណាអញ្ចឹងបន្តមកគឺយើងនិយាយអំពីចំណុចទី4ចំណុចទី4ចែករំលែកចក្ខុវិស័យណាចែករំលែកចក្ខុវិស័យប្រាប់ចក្ខុវិស័យដល់ក្រុមការងារនិងជំរុញអ្នកដទៃឲ្យមានការចូលរួមក្នុងការសម្រេចចក្ខុវិស័យអញ្ចឹងមានន័យថាថ្នាក់ដឹកនាំនេះគាត់មានចក្ខុវិស័យខ្ពស់ហើយគាត់នឹងប្រាប់ទៅក្រុមការងាររបស់គាត់ថាយើងនឹងសម្រេចឲ្យបាននៅចក្ខុវិស័យយើងនៅកំឡុងពេលណាមួយឲ្យក្រុមការងារទាំងអស់ហ្នឹងចេះធ្វើការមើលចក្ខុវិស័យរបស់គំនិតរបស់ក្រុមហ៊ុនឬក៏ឲ្យដឹងថាតើក្រុមហ៊ុនចង់បានអីហើយមកថៅកែឬក៏ម្ចាស់ពុនគេចង់បានអីឲ្យយល់អំពីចក្ខុវិស័យហ្នឹងប្រាប់ដល់ក្រុមការងារទាំងអស់ឲ្យយល់ដើម្បីងាយស្រួលធ្វើការទៅទទួលបានភាពជោគជ័យទាំងអស់គ្នាណាអញ្ចឹងបើថ្នាក់ដឹកនាំហ្នឹងអត់ចេះប្រាប់ពីចក្ខុវិស័យនៃគោលបំណងដែលយើងចង់បានទេគឺអត់មានគោលដៅច្បាស់លាស់ណាហើយធ្វើការមិននឹងចាប់ពីណាទៅណាអត់មានត្រីវិស័យក្នុងធ្វើការអត់មានផ្លូវក្នុងការដើរគឺមិនមែនហៅថាជាអ្នកដឹកនាំទេណាមិនមែនជាអ្នកដឹកនាំទេអញ្ចឹងចំណុចទី5ណាចំណុចទី5យើងនិយាយអំពីភាពអាចតេតេងបាននឹងយោគយល់ណាមានន័យថាអ្នកដឹកនាំនេះចេះស្ដាប់ចិត្តនិងយល់ពីអារម្មណ៍អ្នកផ្សេងដើម្បីដឹកនាំដោយយកមនុស្សជាចម្បងណាចង់មានថាអ្នកដឹកនាំនោះគឺគាត់ចេះស្ដាប់នៅជំរឿចិត្តឬក៏ជំរឿបេះដូងឬក៏ចេះយល់អំពីអត្តចរិតមនុស្សគ្រប់ប្រភេទព្រោះអីជាទូទៅយើងដឹងហើយថាដឹកនាំមនុស្សគឺមិនងាយដឹកនាំទេព្រោះអីមនុស្សទាំងអស់ហ្នឹងគឺមានអត្តចរិតខុសគ្នាទាំងអស់ណាមិនថាស្រីមិនថាប្រុសមិនថាចាស់ឬមិនថាក្មេងទេព្រោះអីក្នុងនាមជាអ្នកដឹកនាំដែលមានគុណតម្លៃគឺយើងត្រូវតែមានភាពតាក់ទាញនិងចេះយោគយល់ណាចេះយោគយល់គ្នាទៅវិញទៅមកចេះផ្ដល់ចេះស្ដាប់ចិត្តរបស់គាត់ថាគាត់ចង់បានអីចេះយល់ពីអារម្មណ៍របស់ក្រុមការងាររបស់គាត់ចង់បានអីចង់ធ្វើអីអាហ្នឹងហើយគឺជាផ្លូវមួយដើម្បីយើងដឹកនាំទៅណាទៅមនុស្សបានសិនណាបើយើងអត់តន់ចេះស្ដាប់ចិត្តពីក្រុមការងារទេយើងអត់ចេះយោគយល់ដល់ក្រុមការងារទេហើយយើងក៏អត់ដឹងពីអារម្មណ៍របស់ក្រុមការងារយើងយ៉ាងម៉េចក៏យើងដឹកនាំមនុស្សអត់កើតដែរណាអញ្ចឹងវាជាចំណុចសំខាន់មួយដែរណាអញ្ចឹងយើងនិយាយអំពីចំណុចទី6ចំណុចទី6យើងនិយាយអំពីភាពជាឧទាហរណ៍ល្អអញ្ចឹងអ្នកដឹកនាំហ្នឹងគឺត្រូវតែមានភាពជាឧទាហរណ៍ល្អធ្វើឲ្យអ្នកដទៃយល់ថាគាត់គួរត្រូវបានគោរពនិងតាមដានសារណាតែគំនិតនិងសកម្មភាពរបស់គាត់ចង់មានន័យថាគាត់ជាអ្នកដឹកនាំគាត់ធ្វើជាគំរូល្អណា
ធ្វើជាគំរូល្អតាំងការអនុវត្តការងារតាំងដេកដើរអង្គុយសកម្មភាពប្រចាំថ្ងៃរបស់គាត់ធ្វើជាគំរូល្អសម្រាប់បុគ្គលិកឬក៏កូនក្រុមរបស់គាត់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ឬក៏ស្ថិតនៅក្រោមការដឹកនាំរបស់គាត់ណាអញ្ចឹងកន្លែងហ្នឹងអ្នកអស់នេះយល់ហើយណាមិនមែនធ្វើអីមួយឆ្កេងឆ្កាងអត់មានសិលធម៌អត់មានសុជីវធម៌កាយវិការដូចបងតូចបងធំឬក៏មិនអត់ទេអ្នកដឹកនាំគឺគេមានអេយ៉ាបតជាអ្នកដឹកនាំណាជាអ្នកដឹកនាំគឺកន្លែងហ្នឹងហើយដែលយើងត្រូវយល់ណាត្រូវយល់ថាយើងរៀបចំអេយ៉ាបតយើងយ៉ាងម៉េចសណ្ដាប់ធ្នាប់របស់យើងយ៉ាងម៉េចខ្លួនប្រាណរបស់យើងយ៉ាងម៉េចដើម្បីជាគំរូឧទាហរណ៍ដ៏ល្អការងារធ្វើឲ្យគេមើលចាក់ស្ដែងណាធ្វើជាគំរូឲ្យគេមើលណាឲ្យគេដឹងថាយើងចង់បានអីចង់ធ្វើអីណាបើយើងជាអ្នកនាំយើងនឹងធ្វើការចោលបង្ហាញឲ្យចំណាឲ្យចំគោលដៅដែលយើងចង់បានបញ្យល់ឲ្យបានច្បាស់បញ្យល់ឲ្យបានក្បោះក្បាយណាហ្នឹងហើយបានធ្វើភាពជាឧទាហរណ៍ដ៏ល្អសម្រាប់គេណាហ្នឹងហើយចឹងចំណុចបន្តគឺយើងនិយាយអំពីចំណុចទី7ណាចំណុចទី7ចំណុចទី7ការសម្រេចចិត្តយ៉ាងត្រឹមត្រូវណាការសម្រេចចិត្តយ៉ាងត្រឹមត្រូវណាគឺកុំយកអារម្មណ៍ផ្ទាល់ខ្លួនឬផលប្រយោជន៍ផ្ទាល់ខ្លួនទៅឲ្យជាសមិទ្ធផលការសម្រេចចិត្តចង់មានន័យថាការសម្រេចចិត្តត្រឹមត្រូវនឹងគឺត្រូវតែមានអំណះអំណាងច្បាស់លាស់ណាអត់ទេមានអំណះអំណាងច្បាស់លាស់មានអ្វីដែលថាសគឺសខ្មៅថាខ្មៅហើយចេះវិភាគឲ្យបានត្រឹមត្រូវណាមុននឹងសម្រេចចិត្តព្រោះអ្នកដឹកនាំមិនមែនចេះតែសម្រេចចិត្តទេណាគឺគាត់ផ្អែកទៅលើលទ្ធផលផ្អែកទៅលើគុណធម៌ផ្អែកទៅលើភាពត្រឹមត្រូវណាអញ្ចឹងបានគាត់សម្រេចចិត្តទៅធ្វើអីក៏ច្បាស់លាស់ដែរណាច្បាស់លាស់ដែរភាពសម្រេចចិត្តយ៉ាងត្រឹមត្រូវគឺគាត់ចេះវិភាគគាត់ចេះគិតគាត់ចេះថ្លឹងថ្លែងណាច្បាស់លាស់ហើយគាត់ចេះថ្លឹងថ្លែងថាត្រូវឬមិនត្រូវត្រឹមត្រូវឬក៏មិនត្រឹមត្រូវណាហើយគាត់មិនមែនកុំធ្វើជាបុគ្គលដែរពេលសម្រេចចិត្តយកតែអារម្មណ៍មកសម្រេចចិត្តទេអត់ទេកុំយកផលប្រយោជន៍ផ្ទាល់ខ្លួនមកធ្វើការសម្រេចចិត្តទៅលើលទ្ធផលហ្នឹងក៏អត់ដែរណាអត់ទេណាគឺគេធ្វើការវិភាគធ្វើការថ្លឹងថ្លែងសង្កេតទៅមើលទៅលើលទ្ធផលទៅមើលទំនុំរឿងទៅមើលលើការងារនឹងទាំងអស់ណាគឺកន្លែងហ្នឹងហើយអញ្ចឹងជាចុងក្រោយរកការខ្វះខាតសូមជួយបំពេញបន្ថែមនេះគ្រាន់តែជាការបញ្យល់ណែនាំរបស់ខ្ញុំបើអត់តាន់បានក្បោះក្បាយឬវាក៏យ៉ាងម៉េចសូមជួយផ្ដល់យោបល់និងវិក្កាមបន្ថែមដើម្បីធ្វើការស្ថាបនាទាំងអស់គ្នាបាទសូមអរគុណច្រើន